បាត់ទស្សនិកជនជាទីគោរពសូមស្វាគមន៍មកកាន់កម្មវិធីផ្សាយព័ត៌មានថ្មីពីកូជបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយទាក់ទងនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងក្រមអធិបតីភាពអាយដាមយិចសមិទ្ធិសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី27ខែមិថុនាឆ្នាំ2025គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយពីការងារទាក់ទងនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងក្រមអធិបតីភាពអាយដាមយិចសមិទ្ធិសមាជិកកោជបកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនេះបានប្រព្រឹត្តទៅនៅទីស្តីការកោជបដោយមានប្រធានបទចំនួន3ត្រូវបានលើកយកមកបង្ហាញរួមមាន 1. ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ2025 2. ការដាក់ការទទួលនិងការដោះស្រាយពាក្យបណ្ដឹងតវ៉ាឬនឹងពាក្យបណ្ដឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ2025និងទី3ការអញ្ជើញប្រជាពលរដ្ឋឲ្យទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅក្នុងកិច្ចប្រជុំនេះអាយដាមយិចសមិទ្ធិបានលើកឡើងថាបន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីបោះឆ្នោតក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់កោជបត្រូវធ្វើការបោះពុម្ពបញ្ជីបោះឆ្នោតដំបូងរួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំសង្កាត់នីមួយៗចំនួន3ច្បាប់ដើម្បីផ្ដល់ជូនក្រុមប្រឹក្សាឃុំសង្កាត់និងសម្រាប់ប្រើប្រាស់ដូចខាងក្រោមបិទផ្សាយមួយច្បាប់នៅតាមសាលាឃុំសង្កាត់បិទផ្សាយមួយច្បាប់នៅទីប្រជុំជនណាមួយក្នុងឃុំសង្កាត់និងមួយច្បាប់សម្រាប់ប្រើប្រាស់តាមការចាំបាច់របស់ក្រុមប្រឹក្សាឃុំសង្កាត់អាយដាមបានបន្តថាដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការពិនិត្យមើលឈ្មោះនិងទិន្នន័យក្នុងបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតកោជបបានបង្ហោះបញ្ជីទាំងពីរនេះនៅលើអាសយដ្ឋាន web votelist.nec.gov.kh និងតាមកម្មវិធីទូរស័ព្ទឆ្លាត Mobile App NEC-KH ផងដែរអាយដាមបានបន្តថាគោលដៅនៃការផ្សព្វផ្សាយគឺដើម្បីឲ្យអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតរួចហើយទៅពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនហើយអាចធ្វើការប្តឹងតវ៉ាឬនឹងប្តឹងជំទាស់ប្រសិនបើពិនិត្យឃើញថាមានកំហុសឆ្គងណាមួយកើតឡើងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ2025នឹងត្រូវធ្វើឡើងនៅថ្ងៃទី28ខែមិថុនាឆ្នាំ2025ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅគ្រប់ឃុំសង្កាត់នៅទូទាំងប្រទេសហើយបញ្ជីទាំងពីរនេះត្រូវបិទផ្សាយទន្ទឹមគ្នាលើទីតាំងតែមួយដើម្បីឲ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនិងទិន្នន័យរបស់ខ្លួនផ្អែកតាមលទ្ធផលបណ្ដោះអាសន្នក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ2025ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះមានចំនួន 10,162,210 នាក់ស្មើនឹង 90.50%ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋអាយុ18ឆ្នាំឡើងក្នុងនោះស្ត្រីមានចំនួន 5,393,299 នាក់ចំពោះការដាក់ការទទួលនិងការដោះស្រាយពាក្យបណ្ដឹងតវ៉ាឬនឹងពាក្យបណ្ដឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូងវិញអាយដាមបានបញ្ជាក់ថាជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ាឬនឹងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរតាមទម្រង់បែបបទពាក្យបណ្ដឹងត1202ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតទៅក្រុមប្រឹក្សាឃុំសង្កាត់ក្នុងរយៈពេល5ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃបិទផ្សាយអាយដាមក៏បានបញ្ជាក់បន្ថែមផងដែរថាចំពោះយន្តការនិងសមត្ថកិច្ចក្នុងការទទួលនិងដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងបញ្ជីបោះឆ្នោតទាំងពីរនេះមាន3ថ្នាក់គឺ 1. ថ្នាក់ក្រុមប្រឹក្សាឃុំសង្កាត់ 2. ថ្នាក់កោជបនិងទី3ថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញឆ្លៀតក្នុងឱកាសនេះអាយដាមក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយសូមអញ្ជើញទៅពិនិត្យទៀងផ្ទាត់ឈ្មោះនិងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដែលមានការបិទផ្សាយនៅតាមឃុំសង្កាត់ឬអាសយដ្ឋាន web ឬតាមកម្មវិធីទូរស័ព្ទឆ្លាតចាប់ពីថ្ងៃទី28ខែមិថុនាឆ្នាំ2025ប្រសិនបើរកឃើញថាមានកំហុសឆ្គងសូមរួចរាល់ដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រឹក្សាឃុំសង្កាត់នៃឃុំសង្កាត់ដែលបងប្អូនបានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល5ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃបិទផ្សាយសូមជម្រាបជូនថាភាគីពាក់ព័ន្ធដែលបានចូលរួមនៅថ្ងៃនេះមានតំណាងក្រុមប្រឹក្សាធម្មនុញ្ញអគ្គលេខាធិការដ្ឋានព្រឹទ្ធសភារដ្ឋសភាក្រសួងមហាផ្ទៃក្រសួងព័ត៌មានក្រសួងការពារជាតិ
ក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាអគ្គស្នងការដ្ឋាននគរបាលជាតិកងរាជអាវុធហត្ថលើផ្ទៃប្រទេសគណៈបកនយោបាយអង្គការមិនមែនរដ្ឋាភិបាលអ្នកសារព័ត៌មាននិងមន្ត្រីកោជបពាក់ព័ន្ធសរុបប្រមាណ90នាក់បាទទស្សនិកជនជាទីគោរពកម្មវិធីផ្សាយព័ត៌មានថ្មីពីកោជបនៅពេលនេះបានឈានមកដល់ទីបញ្ចប់ខ្ញុំបាទរួមនឹងក្រុមការងារផ្សាយសូមអរគុណសូមជម្រាបលា